បាទគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនបាទបងប្អូនខ្ញុំនឹងអាប់ដេតព័ត៌មានថ្មីដែលកំពុងតែកើតឡើងនៅមជ្ឈមបូព៌ាបាទទាក់ទងទៅនឹងក្រមបដិកោបាទបន្ទុកកំហឹងបាទគឺវ័យកំតិចបាទស្ថានទូតអាមេរិកនៅប៉ាគីស្ថានបងប្អូនក្រោយការវ័យប្រហារសន្ធប់ទៅលើប្រទេសអ៊ីរ៉ង់ដោយអាមេរិកនិងអ៊ីស្រាអែលរួមដែរបាទតាមប្រមាញ់សម្រាប់លោកអាលីខេម៉ានីបាទឥឡូវនេះគឺក្រមបដិកោនៅប៉ាគីស្ថានគឺទូកំហឹងយ៉ាងខ្លាំងបាទដោយអាមេរិកនិងអ៊ីស្រាអែលបានសម្លាប់លោកអាយ៉ាតុលឡាអាលីខេម៉ានីបងប្អូនបាទគឺបានស្លាប់បាទជួននឹងក៏ដូចជាកាសែតធំរបស់អ៊ីស្រាអែលនិងកាសែត CNN របស់សហរដ្ឋអាមេរិកគឺបានបញ្ជាក់ថាលោកអាយ៉ាតុលឡាអាលីខេម៉ានីបានស្លាប់ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដោយវាយពីលើអាកាសសន្ធប់ទៅនឹងបាទទៅនឹងទីតាំងដែលគឺគូមេដឹកនាំរបស់អ៊ីរ៉ង់បានជ្រកបាទប៉ុន្តែការរត់ពួនជ្រករបស់មេដឹកនាំរបស់អ៊ីរ៉ង់គឺមិនគិតផុតពីណែទឹករបស់អាមេរិកនិងអ៊ីស្រាអែលនោះឡើយគឺបានវាយប្រហារនិងបានសម្លាប់អ្នកដឹកនាំបាទនិងអ្នកនាំពាក្យបាទនិងកូនចៅរបស់លោកអាយ៉ាតុលឡាលោកខេម៉ានីបាទគឺបានស្លាប់ទាំងអស់នេះគឺជាបាទព័ត៌មានអាប់ដេតថ្មីបំផុតបាទបងប្អូនបាទទាក់ទងទៅនឹងការទូកំហឹងនៅបដិកោបានទូវេបំផ្លែងកុងស៊ុលរបស់សហរដ្ឋអាមេរិកនៅប៉ាគីស្ថានគឺមានការទូកំហឹងយ៉ាងក្រៃលែងបាទចំពោះព័ត៌មាននេះកំពុងតែបានជែកប្រសាទផ្សាយដោយប្រភពគឺមកRT បាទគឺប្រភពមកពី RT បងប្អូនបាទគឺមានជួវ័យកំតិចនៅស៊ូបាទសហរដ្ឋអាមេរិកនៅប៉ាគីស្ថានគឺគាត់ថាលោកអាលីខាម៉ានីគឺមាននាំសាសនាបាទមានដឹកនាំសាសនាក៏ដូចគ្នាហើយអ្នកដែលកាន់សាសនាដែលជាមួយនឹងអាយ៉ាតុលឡាអាលីខាម៉ានីនេះគឺគ្រប់គ្រងលោកអាយ៉ាតុលឡាអាលីខាម៉ានីបាទតែដូច្នេះហើយវាដែលលោកស្រាប់គឺក្រុមគ្រប់គ្រងក្រុមព្រះវកសាសនាគឺទូគ្រប់គ្រងគឺទូវ័យប្រហារវាយបខែណាអញ្ចឹងទូតអាមេរិកបាទជាពិសេសគឺក្នុងការវាយប្រហារបាទទូវិទៅមករបស់អ៊ីរ៉ង់និងអ៊ីស្រាអែលអាមេរិកគឺមានការវាយតបគ្នាទៅវិញទៅមកបងប្អូនគឺសងសឹកតែបន្តពីអាមេរិកក៏បានការវាយប្រហារមិញគេផ្ដល់ដំណឹងអ៊ីស្រាអែលក៏បានការវាយប្រហារមិនគឺក្រសគឺបាទចូលរួមដែរផងដែរគឺវានឹងប៉ុន្តែអ៊ីរ៉ង់គឺមិនស្ងៀមគឺបានប្រចាំជាដាច់ខាតមិនចោះសម្រងទៅនឹងការចរចារបស់សហរដ្ឋអាមេរិកគឺដាក់បន្ទុកឲ្យអ៊ីរ៉ង់គឺត្រូវចូលទុកចរចាយកប្រំនៅលក្ខខណ្ឌរបស់អាមេរិកតែទាក់ទងទៅនឹងបញ្ហានុយក្លេអ៊ែរបាទប៉ុន្តែអ៊ីរ៉ង់នៅប្រកាសជាកណែកណែថាខ្លួនមិនចោះញោមជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលឡើយនៅតែរឿងទៅនឹងបង្កើតនៅពួយរញោមគឺចម្រាញ់សារធាតុពួយរញោមលើសពីកម្រិតដើម្បីបង្កើតនៅក្បាលក្របនុយក្លេអ៊ែរបាទនេះគឺជាលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចង់បានគឺមិនចង់ឲ្យអ៊ីរ៉ង់មានក្បាលក្របនុយក្លេអ៊ែរពីព្រោះថាអាយ៉ាតុលឡាអាលីខាម៉ានីគឺមានដឹកនាំសាសនាភាវកម្មហេតុដូច្នេះហើយការបង្កើតនៅក្របនុយក្លេអ៊ែរគឺជាបញ្ហាសន្តិសុខដ៏ធំមួយបាទគឺធ្វើឲ្យអ៊ីស្រាអែលគឺដេកលុកសហរដ្ឋអាមេរិកក៏ដូច្នេះដែរគឺមិនសុខចិត្តនោះឡើយបាទហេតុដូច្នេះគឺដាក់បន្ទុកហើយឈានទៅដល់ការវាយប្រហារអ៊ីរ៉ង់តែម្ដងមកពោះបាទគឺជានេះគឺជាព័ត៌មានដែលកើតមាននៅមជ្ឈមបូព៌ាបច្ចុប្បន្ននេះបងប្អូនបាទបងប្អូនដើម្បីយកខ្លួនសារបងប្អូនអាចចុច follow ចុចជាវ channel របស់ខ្ញុំដើម្បីតាមដានលើស្ថាន